ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះបងប្អូនឃើញហើយគឺសរសេរថារៀនសរសេរអក្សរខ្មែរពីខាងលើនេះគឺជាការរំលឹកក្បាច់គុណមួយបងប្អូនដោយសាររាល់ថ្ងៃធ្វើការសរសេរខ្លះដែរប៉ុន្តែសរសេរហ្នឹងវាតិចតួចអញ្ចឹងវាផ្លិចឬក៏ដៃហ្នឹងកាន់តែរឹងសរសេរមិនកើតដូចមុនទេបងប្អូនណាហើយសរសេរហ្នឹងក៏មិនបានស្អាតទៅទៀតប៉ុន្តែវាមិនមែនស្អាតអីទេបងប្អូនគ្រាន់តែមកមើលរួចហើយយើងអាចធ្វើមកល្មមនៅក្នុងការប្រើប្រាស់បានហើយបងប្អូនជាច្រើនដែលគាត់សរសេរបានស្អាតជាងនេះឆ្ងាយប៉ុន្តែបើខ្ញុំសរសេរពីមុនប្រិតព្រៀងឲ្យល្អហ្នឹងគឺគ្រាន់បើដែរបងប្អូនទោះជាមិនស្អាតខ្លាំងក៏ស្ថិតនៅក្នុងចំណោមអ្នករៀងគ្រាន់បើយ៉ាងដែរបងប្អូនហើយក៏ភាគច្រើនគឺគ្រូនៅពេលដែលគាត់ឃើញអក្សរខ្ញុំសរសេរគាត់តែងតែសរសើរយ៉ាងម៉េចបានសរសើរពីព្រោះមិនអក្សរយើងស្អាតប្រមាណទេប៉ុន្តែប្រក្រតីរបស់គ្រូគាត់មិនបំបាក់ទឹកចិត្តសិស្សនោះទេអញ្ចឹងអក្សរល្មមក៏គាត់សរសើរអូអក្សរល្អអក្សរកូននេះស្អាតណាឃើញណាឲ្យតែយើងសរសេររៀងគ្រាន់បើបន្តិចគឺគាត់សរសើរអញ្ចឹងបានថាកម្រមានអ្នកមិនសរសើរណាប៉ុន្តែក៏មានគ្រូខ្លះគាត់ប្រអាប់ដែរបងប្អូនអក្សរខ្ញុំសរសេរប៉ុណ្ណឹងគាត់ប្រអាប់ក៏មានដែរប៉ុន្តែរឿងប្រអាប់នេះយើងមិនបាច់ទៅខ្វល់អីទេប៉ុណ្ណេះបងប្អូនអក្សរបើយើងសរសេរបានប៉ុណ្ណឹងហើយគាត់ប្រអាប់អាហ្នឹងគឺជារឿងរបស់គាត់ទេប៉ុន្តែសំណួរសួរថាអក្សរគាត់ស្អាតជាងនឹងឬអត់គាត់មិនស្អាតជាងប៉ុន្តែគាត់សរសេរលឿនជាងហើយថាល្អជាងយ៉ាងចុះបងប្អូនហើយនេះគឺជាការរំលឹកក្បាច់គុណរំលឹកនៃការសរសេរតែប៉ុណ្ណោះទេបងប្អូនណាហើយបងប្អូនដែលចង់រៀនសរសេរអក្សរឲ្យបានស្អាតតើតែព្យាយាមសរសេរម្ដងហើយម្ដងទៀតសេមួយយូរគង់តែវាមិនស្អាតក៏គ្រាន់បើជាងដែលយើងអត់ព្យាយាមសរសេរព្យាយាមកែដែរបងប្អូនអញ្ចឹងបងប្អូនមើលនេះអក្សរខ្ញុំសរសេររាល់ថ្ងៃគឺសរសេរចុងក្រោយនេះបងប្អូននេះស្អាតប៉ុណ្ណឹង